តើវានឹងល្អយ៉ាងណាបើសិនជាយើងអាចតាមដាននិស្ស័យរបស់យើងដោយខ្លួនឯងការមើលគេហៅថាអតីតកាលរបស់គាត់នោះទៅតាមឆ្នាំនីមួយៗធ្វើឲ្យយើងដឹងថាតើធាតុណាចូលមកគាត់ហេងធាតុណាចូលមកគាត់សួយអញ្ចឹងការដឹងពីមួយឆ្នាំទៅមួយឆ្នាំយើងអាចគេហៅថាវិភាគដឹងថាគាត់ត្រូវការធាតុអីដែលហេងទោះបីគាត់មិនមានថ្ងៃខែឆ្នាំកំណត់ក៏ដោយនៅពេលដែលយើងកើតពេលដែលយើងដកដង្ហើមចេញពីផ្ទៃម្ដាយហ្នឹងគឺពេលហ្នឹងគឺ password ជីវិតរបស់យើងហ្នឹងគឺជាប់ចាប់ពីពេលហ្នឹងហើយដំណើរជីវិតយើងឡើងឬក៏ចុះសុខភាពគាត់បែបណាសតិបញ្ញាការចងចាំជីវិតគូកូនចៅបរិវារហ្នឹងគឺចាប់ផ្ដើមពីពេលហ្នឹងគឺជាប់ពេញមួយជីវិតរបស់គាត់ពាក់ព័ន្ធជាមួយនឹងការដឹងថ្ងៃខែឆ្នាំកំណើតឧទាហរណ៍បើសិនជាយើងអនុញ្ញាតឲ្យគេដឹងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកាត់ច្បាស់លាស់របស់យើងត្រូវមើលមនុស្សដែរតើអ្នកដែលគេចង់ដឹងថ្ងៃខែយើងហ្នឹងគេចេះហុងស៊ុយត្រឹមកម្រិតណាចេះប៉ាជឿក្នុងកម្រិតណាហើយសិលធម៌ក៏ដូចជាសុជីវធម៌ក្រមសិលធម៌របស់គេក្នុងកម្រិតប៉ុណ្ណានៅថ្ងៃអាទិត្យវេលាម៉ោង7ដល់ម៉ោង7:30នាទីយប់នៅលើកញ្ចក់ទូរទស្សន៍ PNN My Destiny វាសនាខ្ញុំជាឯផុងស៊ុយបាយបិទជាសាសដែលលោកអ្នកអាចតាមដានរាសីប្រចាំថ្ងៃរបស់លោកអ្នកតាមរយៈការទស្សន៍ទាយក្បួនប៉ាជឺការទស្សន៍ទាយលេខសាស្ត្រនិងវាស់ទិសត្រីវិស័យជាដើមប៉ាជឺគឺជាក្បួនទស្សន៍ទាយបែបវិទ្យាសាស្ត្រអាចឲ្យលោកអ្នកដឹងពីតួរាសីទាំង8និងដំណើរជីវិតរាសីចុះឡើងផងដែរលោកអ្នកក៏អាចធ្វើការទស្សន៍ទាយលេខទូរស័ព្ទលេខផ្ទះលេខរថយន្តនិងលេខធនាគារបានផងដែរចំណែកឯត្រីវិស័យវិញប្រើសម្រាប់វាស់ទិសហេងនិងទិសឆុងសូមដោនឡូតឥឡូវនេះ App My Destiny វាសនាខ្ញុំយើងខ្ញុំទាំងអស់គ្នាអនុញ្ញាតគោរពជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងសប្តាហ៍នេះប្រធានបទរបស់យើងនឹងលើកយកមកបកស្រាយទាក់ទងជាមួយនឹងការតាមដានរាសីរបស់យើងតាមវិធីណាខ្លះហើយការតាមដានរាសីទៀតនោះនឹងមានអត្ថប្រយោជន៍បែបណាខ្លះសម្រាប់បងប្អូនរបស់យើងទាំងអស់គ្នាចាប្រិយមិត្តទាំងអស់គ្នាការតាមដានរាសីជាប្រចាំគឺសំខាន់សម្រាប់យើងក៏ប៉ុន្តែយើងក៏ត្រូវដឹងថាតើតាមដានឲ្យមានក្បួនហុងស៊ុយពិតប្រាកដត្រូវធ្វើយ៉ាងណាជួបជាមួយនឹងការបកស្រាយពីវាគ្មិនទាំងពីររូបដែលមានលោកគ្រូមេសានិងលោកគ្រូស្រស់ចាសូមជម្រាបសួរលោកគ្រូជម្រាបសួរ បាទជម្រាបសួរបាទអរគុណប្រធានបទនេះក៏កាន់តែល្អសម្រាប់ប្រិយមិត្តរបស់យើងដែរចាអញ្ចឹងរបៀបនៃការតាមដានរាសីយើងជាប្រចាំតែម្ដងមិនមែនចេះតែតាមយូរម្ដងទេណាពាក្យថាជាប្រចាំគឺរាល់ថ្ងៃត្រូវមានវិធីអ្វីខ្លះចាជាដំបូងដើម្បីយើងអាចតាមដានឬក៏ដឹងពីរាសីយើងបានជាដំបូងយើងត្រូវមានថ្ងៃខែឆ្នាំកំណើតរបស់យើងសិនបាទហើយមានថ្ងៃខែឆ្នាំកំណើតហ្នឹងក៏ត្រូវតែមានម៉ោងកើតផងដែរបាទព្រោះរាសីមួយដើម្បីយើងអាចឆែកដើម្បីអាចដឹងអំពីធាតុត្រូវការរបស់គាត់ឬក៏រឿងរ៉ាវផ្សេងដែលគាត់នឹងកើតឡើងហ្នឹងគឺយើងត្រូវយកទាំងតួឆ្នាំតួខែតួថ្ងៃព្រមទាំងតួម៉ោងហ្នឹងយកមកថ្លឹងទើបយើងដឹងថាគាត់ជួបហេតុការណ៍អីអញ្ចឹងនៅពេលដែលយើងមានថ្ងៃខែហើយគឺបច្ចុប្បន្នគឺខាងក្រុមហ៊ុនមាន app មួយគឺ app វាសនាខ្ញុំ My Destiny វាសនាខ្ញុំអញ្ចឹងបងប្អូនអាចបំពេញថ្ងៃខែចូលទៅក្នុង app បាទទៅតាមឆ្នាំខែថ្ងៃម៉ោងពិតប្រាកដរបស់គាត់មិនមែនថ្ងៃខែតាមអត្តសញ្ញាណប័ណ្ណឬក៏លឺតាមគេឬក៏ថ្ងៃដែលគាត់ចេះតែដាក់ចូលទេបាទព្រោះយើងត្រូវការថ្ងៃខែពិតប្រាកដអញ្ចឹងនៅពេលដែលគាត់បំពេញហើយគឺ app នឹងមានទិន្នន័យបង្ហាញថានៅពេលណាគាត់នឹងជួបរឿងអីឆ្នាំណាឡើងឬក៏ចុះឆុងឬក៏អីហ្នឹងគឺ app មានបង្ហាញស្រេចនៅក្នុងហ្នឹងអញ្ចឹងជារៀងរាល់ថ្ងៃគឺ app ក៏មានធ្វើការ update រៀងរាល់ថ្ងៃថាថ្ងៃនេះនឹងជួបរឿងអីថ្ងៃនោះនឹងជួបរឿងអីមានបញ្ហាអីល្អឬក៏មិនល្អក៏មានបកស្រាយនៅក្នុងហ្នឹងផងដែរបាទអញ្ចឹងគឺដំបូងគឺដាច់ខាតគឺត្រូវតែមានថ្ងៃខែឆ្នាំកំណើតជាមុនអញ្ចឹងទើបយើងអាចតាមដានដឹងអំពីធាតុត្រូវការឬក៏រឿងរ៉ាវអ្វីផ្សេងដែលកើតឡើងចំពោះគាត់បាទចាអញ្ចឹងបានពេលដែលចាប់ផ្ដើមរៀនវិជ្ជាហុងស៊ុយតែងតែលើអ្នកគ្រូឬក៏អ្នកទាំងអស់គ្នានិយាយថានៅពេលដែលយើងកើតមកគេបានកំណត់វាសនាយើងជោគវាសនាយើងព្រមលិខិតយើងអីហើយអស់ហើយបាទពិតប្រាកដបាទកន្លែងហ្នឹងគឺពិតមែនបាទពិតប្រាកដនៅពេលដែលយើងកើតមកគឺវេលាគឺសំខាន់មែនទែននៅពេលដែលយើងកើតពេលដែលយើងដកដង្ហើមចេញពីផ្ទៃម្ដាយហ្នឹងគឺពេលហ្នឹងគឺ password ជីវិតរបស់យើងហ្នឹងគឺជាប់ចាប់ពីពេលហ្នឹងហើយដំណើរជីវិតយើងឡើងឬក៏ចុះសុខភាពគាត់បែបណាសតិបញ្ញាការចងចាំជីវិតគូកូនចៅបរិវារហ្នឹងគឺចាប់ផ្ដើមពីពេលហ្នឹងគឺជាប់ពេញមួយជីវិតរបស់គាត់
គឺมันអាចធ្វើការផ្លាស់ប្ដូរឬក៏កែប្រែអ្វីបានទេគឺ8តួអក្សរខាងលើដែលគេហៅថាប៉ាជឺក្បួនប៉ាជឺហ្នឹងដែលបានពីថ្ងៃខែឆ្នាំកំណើតគាត់ហ្នឹងគឺ8អក្សរហ្នឹងគឺជាប់តែម្ដងมันអាចធ្វើការផ្លាស់ប្ដូរឬក៏កែអីបានទេប៉ុន្តែតកតងជាមួយនឹងការមើលរិស័យឬក៏ចំណុចទាំងអស់ហ្នឹងគឺយើងអាចមើលទៅលើកែបានទៅលើដំណើរវ័យចររបស់គាត់ បាទវ័យចររបស់គាត់ត្រូវជួបរឿងអីយើងអាចធ្វើការពង្រីកឬមួយក៏ពង្រួមរឿងហេតុទាំងអស់នោះបានវិញបាទ ចា បាទ បងប្អូនជាច្រើនដែលគាត់ធ្លាប់ឆ្លងកាត់ឲ្យជួយលើរិស័យលើករិស័យឬក៏ផ្លាស់ប្ដូរព្រំលិខិតជោគវាសនាគាត់ជឿហើយព្រោះធ្វើទៅវាបានផលមែន បាទពិតជាបានផលពិតប្រាកដមែននៅពេលដែលគាត់ដឹងរឿងហេតុមុនណាគឺគាត់អាចបង្ការរឿងនៅពេលដែលរឿងថារឿងនោះនឹងបង្កឡើងទៅជារឿងធំគាត់អាចកាត់បន្ថយមកវិញបានហើយនៅពេលដែលឆ្នាំដែលគាត់ហេងឧទាហរណ៍ថាឆ្នាំ2025គាត់ហេងធាតុដែលគាត់ត្រូវការគាត់អាចវិនិយោគឬក៏ទៅធ្វើអ្វីអញ្ចឹងភាគរយខ្ពស់ដែលធ្វើឲ្យគាត់នឹងចំណេញឬក៏ដើរដោយរលូនដោយពុំសូវមានហានិភ័យ ចា បាទ សំខាន់ខ្លាំងយើងទាំងអស់នេះគឺសុទ្ធតែដឹងព្រោះសុទ្ធតែអ្នកនៅក្នុងវិស័យនេះក៏ប៉ុន្តែសំណួរខ្ញុំដែលចង់សួរបន្តទៀតឬក៏អាចលោកគ្រូមេសាជាអ្នកជួយបកស្រាយបានចុះបើយើងអត់ដឹងមនុស្សទាំងអស់មិនសុទ្ធតែចាំថ្ងៃខែចាំកំណើតណាអ្នកខ្លះចាំមួយអត់មួយចាំមួយអត់មួយអ្នកខ្លះអត់ចាំទាំងអស់ជាពិសេសខាងដូនតាយើងអ៊ំពូមីងយើងដែលគាត់កើតក្នុងសម័យសង្គ្រាមគិតតែរឿងដោះស្រាយជីវភាពអត់ចាប់អារម្មណ៍រឿងថ្ងៃកំណើតហ្នឹងធ្វើមិនទៅ បាទនេះគឺជាសំណួរក្តៅដោយសារតែមានបងប្អូនច្រើនដែលជាពិសេសបងដែលជឿលើវិស័យហុងស៊ុយឬក៏ក្បួនប៉ាជឿនេះសុទ្ធតែមានវ័យចំណាស់ហើយពេលដែលគាត់តាក់ទងមកម្ដងគឺគាត់ជួនកាលមានតែឆ្នាំជួនកាលអត់ដឹងថាកើត1900ម៉ានទៀតដឹងតែឆ្នាំជូតឆ្លើយការថោះអញ្ចឹងតិចនិចដែលយើងគេថាប្រើក្បាច់ស្រីយើងទី1គឺយើងអាចមើលទៅលើអតីតកាលរបស់គាត់វិញថាតើគាត់ជោគជ័យក្នុងឆ្នាំណាពេលណាគាត់ហេងរឿងលុយឆ្នាំណាគាត់មានបញ្ហាសុខភាពអញ្ចឹងឧទាហរណ៍ថាក្នុងឆ្នាំ2018 គាត់ហេងរឿងលុយខ្លាំងអញ្ចឹងយើងទៅមើលនៅក្នុង app My Destiny វិញឬក៏អាចតាក់ទងសាកសួរក្នុងក្រុមហ៊ុន Master Nally ក៏បានដែរក្រុមការងារធ្វើការប្រាប់ឲ្យថាក្នុងឆ្នាំ2018ហ្នឹងធាតុអីចូលមកអញ្ចឹងក្នុងឆ្នាំ2018ជាក់ស្ដែងគឺធាតុដីមកទាំងលើទាំងក្រោមគេថាដីមកមានកម្លាំងបើសិនជាឆ្នាំហ្នឹងគាត់ហេងខ្លាំងមានន័យថាគាត់ត្រូវការធាតុដីអញ្ចឹងការមើលគេហៅថាអតីតកាលរបស់គាត់នឹងទៅតាមឆ្នាំនីមួយៗធ្វើឲ្យយើងដឹងថាតើធាតុណាចូលមកគាត់ហេងធាតុណាចូលមកគាត់ស៊យអញ្ចឹងការដឹងពីមួយឆ្នាំទៅមួយឆ្នាំយើងអាចគេហៅថាវិភាគដឹងថាគាត់ត្រូវការធាតុអីដែលហេងទោះបីគាត់មិនមានថ្ងៃខែឆ្នាំកំណត់ក៏ដោយ តែជាមធ្យមត្រូវការពេលប្រហែលម៉ោងណាដើម្បីរកអតីតកាលនឹងឲ្យឃើញ បើសិនជាយើងជួបជាមួយគ្រូចិនសាយជំនាញនៅក្នុងការគេហៅថាដេញអតីតកាលក្នុងការរកថ្ងៃខែឆ្នាំកំណត់ពិតទាល់តែគាត់ច្បាស់ឆ្នាំខែថ្ងៃអត់ច្បាស់មកមានន័យថា4តួនឹងអត់ច្បាស់មួយតួណាមួយបើយើងអាចដេញឃើញបានប៉ុន្តែបើសិនជាគាត់មិនច្បាស់ទាល់តែសោះដឹងតែឆ្នាំកូលពុំចាំបាច់ជួបចិនសាយជំនាញក៏បានដែរគ្រាន់តែគាត់មើលនៅក្នុង app My Destiny ទៅថាឆ្នាំណាគាត់ហេងឆ្នាំណាគាត់ស៊យហើយបើឆ្ងល់ថាឆ្នាំហ្នឹងធាតុអីមកបានគាត់ហេងធាតុអីមកបានគាត់ស៊យតាក់ទងសួរខាងក្រុមហ៊ុនទៅក្រុមការងារគេប្រាប់ដល់ឥតគិតថ្លៃ មានពេលវេលារៀប បាទ ចំ ក្រុមការងារនឹងជម្រាបជូនដល់ឥតគិតថ្លៃប្រាប់ថាអូឆ្នាំហ្នឹងបងថ្ងៃឆ្នាំហ្នឹងធាតុដីបើបងហេងក្នុងឆ្នាំហ្នឹងមានន័យថាបងត្រូវការធាតុដីអញ្ចឹងចាប់ពីថ្ងៃនេះអំណះពីពេលនេះតទៅបងអាចធ្វើការប្រកបរបរធាតុដីបងនឹងហេងឬក៏គេហៅថាប្រើកៅពណ៌ធាតុដីក៏បងហេងដែរ បាទហើយឬក៏មួយទៀតយើងអាចអង្កេតមើលទៅលើអាជីវកម្មរបស់គាត់ឬក៏បើសិនជាគាត់អ្នកធ្វើការយើងអង្កេតមើលប្រភេទនៃមុខរបររបស់គាត់ថាតើគាត់ប្រកបអាជីវកម្មអីគេខ្លះឧទាហរណ៍ថាគាត់បើកហាងបាយគាត់ជោគជ័យនៅក្នុងការបើកហាងបាយអញ្ចឹងហាងបាយគេនឹង classify គេនឹងបែងចែកថាហាងបាយជាមុខរបរធាតុអីពីព្រោះមុខរបរនីមួយឬក៏អាជីពការងាររាជការយើងនីមួយគេបែងចែកទៅធាតុទាំង5ដូចគ្នាដែរបើយើងធ្វើការងារនឹងជោគជ័យស្មើនឹងយើងត្រូវការធាតុហ្នឹង អញ្ចឹងបើសិនជាហាងបាយធាតុដីអញ្ចឹងគាត់ត្រូវការធាតុដីឬក៏គាត់លក់ភេសជ្ជៈហេងអញ្ចឹងមានន័យគាត់ត្រូវការធាតុទឹកឬក៏គាត់បើកសាឡនហេងឬក៏លក់អនឡាញដាច់អាហ្នឹងគាត់ត្រូវការធាតុភ្លើងឬក៏គាត់លក់ផ្កាទៅជោគជ័យផ្កាស្រស់ហ្នឹងធាតុឈើអញ្ចឹងការដែលយើងដឹងអំពីអាជីវកម្មនីមួយគាត់បើកជោគជ័យឬមិនជោគជ័យក៏យើងអាចដឹងថាគាត់ត្រូវការធាតុអីដែរ ជារួមទៅនៅពេលដែលយើងមានចំណេះដឹងពិតប្រាកដយើងមិនពិបាកក្នុងការជួយមនុស្សណាម្នាក់ទេឲ្យគាត់តាមដានរិស័យជាប្រចាំគាត់បានស្ដាប់ទៅគឺស្រួលតែគាត់ថាពេលណាបងប្អូនយើងអត់ទាន់ចាប់ដើមរៀនអត់ទាន់ចេះឬក៏អត់ទាន់ជួបគ្រូជំនាញគាត់ថាវាមិនអាចទេមើលមិនដឹងមើលខ្ញុំអត់ដឹងខ្លួនឯងផងខ្ញុំកើតថ្ងៃណាខែណាឆ្នាំណាឬក៏គេនិយាយលេងបែបមួយទៀតថាបើល្អកុំឲ្យគេដឹងថ្ងៃខែឆ្នាំកំណើតដូចថាខ្លាចគេធ្វើអំពើអីចឹងអានឹងមែនដែរអត់ណា ពាក់ព័ន្ធជាមួយនឹងការដឹងថ្ងៃខែឆ្នាំកំណើតឧទាហរណ៍បើសិនជាយើងអនុញ្ញាតឲ្យគេដឹងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកាត់ច្បាស់លាស់របស់យើងត្រូវមើលមនុស្សដែរ
តើអ្នកដែលគេចង់ដឹងថ្ងៃខែយើងហ្នឹងគេចេះហុងស៊ុយត្រឹមកម្រិតណាចេះប៉ាជឿក្នុងកម្រិតណាហើយសិលធម៌ក៏ដូចជាសុជីវធម៌ក្រមសិលធម៌របស់គេក្នុងកម្រិតប៉ុណ្ណា ព្រោះមែនតើបើសិននិយាយមែនខ្ញុំបើសម្រាប់ខ្ញុំគិតថាគ្រូជំនាញហុងស៊ុយពិតប្រាកដគ្រាន់តែដឹងឲ្យយើងកើតថ្ងៃហ្នឹងខែឆ្នាំហ្នឹងម៉ោងហ្នឹងគេស្គាល់យើងជាអ្នកណាគេដឹងជីវិតយើងពេលខ្លះមានអារម្មណ៍ថាខ្លាចដែរតាភ័យដែរតាពី ព្រោះពេលណាដែលគេមានក្រមសីលធម៌មិនល្អឧទាហរណ៍គេដឹងថារាសីយើងធាតុភ្លើងខ្លាចជាគេខ្លាចទឹកអញ្ចឹងយើងឆុងដោយសារលង់ទឹកពេញមួយជីវិតរបស់យើងឬក៏ឆុងដោយសារគ្រោះថ្នាក់ចរាចរណ៍គេនឹងស្រឡេចថ្ងៃឧទាហរណ៍គេណាត់យើងទៅដើរលេងជុំគ្នានៅសមុទ្រហើយគេនឹងស្រឡេចថ្ងៃណាដែលឆុងជាមួយយើងហើយគេយកអាឆុងច្រើនត្រួតហើយម៉ោងណាដែលម៉ោងដែលយើងត្រូវហែលទឹកអញ្ចឹងគេស្រឡេចថ្ងៃស្រឡេចម៉ោងហ្នឹងមកអញ្ចឹងពេលហ្នឹងពេលដែលយើងទៅជួបគេក្នុងថ្ងៃហ្នឹងម៉ោងហ្នឹងយើងទៅហែលទឹកក្នុងថ្ងៃហ្នឹងម៉ោងហ្នឹងគឺប៉ះហើយអាហ្នឹងស្មើនឹងដូចអធិស្ឋានណាយើងធ្វើបាបគេដោយមិនជាប់ទោស វិជានេះពិតជាខ្លាំងមែនតើបើសិនជាយើងវិភាគ ហ្នឹងហើយ ចាអរគុណលោកគ្រូសម្រាប់ការបកស្រាយយើងនឹងមានបន្តទៀតនៅវគ្គបន្ទាប់ចង់ដឹងថាតើបងប្អូនយើងអាចមានវិធីណាខ្លះទៀតដើម្បីឆែកមើលតាមដានរិស័យយើងប្រចាំហើយមានផលនិងមានប្រយោជន៍ច្រើនសម្រាប់បងប្អូនក៏ប៉ុន្តែយើងបកស្រាយនៅវគ្គក្រោយពេលនេះកម្មវិធីសូមពេលវេលាអនុញ្ញាតសម្រាប់បន្តិចសិន My Destiny វាសនាខ្ញុំជាឯផុងស៊ុយបែបវិទ្យាសាស្ត្រដែលលោកអ្នកអាចតាមដានរាសីប្រចាំថ្ងៃរបស់លោកអ្នកតាមរយៈការទស្សន៍ទាយក្បួនប៉ាជឺការទស្សន៍ទាយលេខសាស្ត្រនិងវាស់ទិសត្រីវិស័យជាដើមប៉ាជឺគឺជាក្បួនទស្សន៍ទាយបែបវិទ្យាសាស្ត្រអាចឲ្យលោកអ្នកដឹងពីតួរាសីទាំង8និងដំណើរជីវិតរាសីចុះឡើងផងដែរលោកអ្នកក៏អាចធ្វើការទស្សន៍ទាយលេខទូរស័ព្ទ លេខផ្ទះលេខរថយន្តនិងលេខធនាគារបានផងដែរចំណែកឯត្រីវិស័យវិញប្រើសម្រាប់វាស់ទិសហេងនិងទិសឆុងសូមដោនឡូតឥឡូវនេះ App My Destiny វាសនាខ្ញុំ ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រឃើញថាយើងនៅសល់បាទការបកស្រាយជាច្រើនទៀតតាក់ទងជាមួយនឹងធានបទរបស់យើងបាទឥឡូវសូមឲ្យលោកគ្រូស្រស់ដូចជាលោកគ្រូមេសាធ្វើការបន្តអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានថ្ងៃខែឆ្នាំកំណើតពិតប្រាកដខាងក្រុមហ៊ុនក៏មានគ្រូជំនាញក្នុងការអានមើលរិស័យរបស់គាត់ប្រឹក្សាដោយផ្ទាល់នៅខាងក្រុមហ៊ុនតែម្ដងអញ្ចឹងបើសិនជាបងប្អូនមានថ្ងៃខែពិតប្រាកដហើយគឺលើកទឹកចិត្តបងប្អូនគួរតែ ណាត់អានរិស័យខ្លួនឯងដើម្បីដឹងអំពីវាសនាអនាគតរបស់យើងថាពេលណាយើងឡើងពេលណាយើងចុះយើងគួរប្រកបមុខរបរអីបញ្ហាសុខភាពរបស់យើងអាចនឹងកើតទៅលើផ្នែកណានៅពេលណាគឺយើងដឹងទាំងអស់អញ្ចឹងគឺទោះរឿងហេតុនោះឧទាហរណ៍ទៅលើសុខភាពពេលខ្លះគឺនៅពេលដែលយើងទៅពិនិត្យជាមួយលោកគ្រូពេទ្យគឺយើងអត់អាចដឹងទេដោយសារតែជំងឺនឹងមិនទាន់កើតឡើងប៉ុន្តែសម្រាប់ការដែលយើងមានថ្ងៃខែពិតប្រាកដគឺគេអាចដឹងថាយើងនឹងកើត បញ្ហាអ្វីសុខភាពផ្នែកណានៅពេលណាអញ្ចឹងនៅពេលដែលគាត់ដឹងអំពីរឿងរ៉ាវខាងមុខអញ្ចឹងគឺគាត់អាចដឹងថាត្រូវកែដោយរបៀបណាឧទាហរណ៍ថាគាត់ប៉ះទៅលើបញ្ហាសុខភាពផ្នែកបេះដូងចាស់បាទអញ្ចឹងគាត់ត្រូវប្រយ័ត្នទៅលើអីគេខ្លះទី1មិនត្រឹមតែថ្ងៃខែរបស់គាត់នឹងទេយើងត្រូវមើលទៀតថាតើផ្ទះរបស់គាត់បែបម៉េចរបបអាហារគាត់បែបម៉េចការរស់នៅរបស់គាត់អញ្ចឹងគឺទាំងអស់គឺរួមផ្សំគ្នាទាំងអស់កត្តាថ្ងៃខែត្បិតតែ មកគឺមានភាគរយមិនបានពេញលេញ 100% ថាគាត់នឹងកើតជំងឺនឹងទេប៉ុន្តែនៅតែមានភាគរយគាត់នៅតែអាចជួបប៉ុន្តែគ្រាន់តែកម្រិតនឹងបែបណាគឺអាស្រ័យទៅលើការប្រតិបត្តិរបស់គាត់ការរស់នៅរបស់គាត់ដូចគ្នាអញ្ចឹងនៅពេលដែលយើងដឹងថាយើងនៅមានភាគរយថានឹងកើតរឿងនឹងហើយអញ្ចឹងនៅពេលដែលយើងឆែកយើងអាចបង្ការបានទៅលើរបបអាហារការរស់នៅរបស់យើងនឹងគឺដើម្បីកាត់បន្ថយបាទកាត់បន្ថយបាទឧទាហរណ៍ដូចនៅពេលឆ្នាំមួយគឺ ខ្ញុំផ្ទាល់តែម្ដងខ្ញុំដឹងថាខ្ញុំនឹងជួបបញ្ហាអីគេប៉ះពាល់នៅពេលណាថ្ងៃណាម៉ោងណាក៏យើងដឹងដែរអញ្ចឹងនៅពេលដែលយើងដឹងយើងមានវិធីសាស្ត្រជាច្រើនក្នុងការបង្ការមិនត្រឹមតែយើងទៅឆែកជាមួយគ្រូពេទ្យការគេងរបស់យើងការប្រើប្រាស់អីផ្សេងៗហ្នឹងគឺយើងអាចជួយបានច្រើនមែនទែនបាទទោះរឿងហេតុពេលវេលាហ្នឹងត្រូវកើតរឿងគ្រោះធ្ងន់ក៏ដោយក៏យើងនៅតែមានភាគរយខ្ពស់ក្នុងការដែលយើងអាចឆ្លងផុតទៅលើបញ្ហាទាំងអស់នោះដែរបាទ
ចា៎ខ្ញុំចង់សួរពីអារម្មណ៍របស់គ្រូចិនសាយជំនាញនៅពេលដែលយើងមានអ្នកដែលគាត់ឲ្យយើងជួយហើយយើងមើលឃើញជីវិតគាត់ស្មុគស្មាញខ្លាំងឬក៏អាចមានជំងឺឈឺឬក៏មហារីកអីអារម្មណ៍ពេលហ្នឹងយើង stress តាមគាត់ដែរ ចង់ជួយគាត់បែបណាខ្លះយ៉ាងម៉េចទៅ បើនិយាយរឿង stress ប៉ុន្តែយើងអាចបង្ហាញគាត់បានទេពីព្រោះបើយើងអត់រឹងមាំជាងភ្ញៀវទេគឺយើងអាចជួយភ្ញៀវបានទេមិនមែនភ្ញៀវមកដល់មើលឲ្យគាត់យំហើយយើងយំតាមគាត់ហើយមិនមែនភ្ញៀវមក stress យើងប្រាប់ដើម្បីឲ្យភ្ញៀវ stress ឬប្រាប់ឲ្យភ្ញៀវយំគាត់យំណោះតែគាត់ដឹង បើមើលជាមួយខ្ញុំហ្មងគឺអត់ដែរទេពីព្រោះយើងមានភាសានៅក្នុងការប្រើជាជាងការដែលយើងប្រាប់អំពីបញ្ហាដែលគាត់ជួបប្រទះប៉ុន្តែយើងប្រាប់អំពីដំណោះស្រាយទៅកាន់គាត់វិញអញ្ចឹងឧទាហរណ៍ធ្លាប់មានភ្ញៀវមើលម្នាក់ដែរគាត់មានបញ្ហាអធិស្ឋានអវយវៈផ្នែកស្ត្រីហើយមានបញ្ហាធ្ងន់អញ្ចឹងពេលដែលមុនទៅដល់អាយុហ្នឹង10ឆ្នាំទៀតមុននឹងទៅដល់ហ្នឹងអញ្ចឹងយើងប្រាប់គាត់អំពីវិធីកែវិញអញ្ចឹងអ្វីដែលយើងអាចគាត់កែឲ្យគាត់បានទី1គឺកែពណ៌ដែលគាត់ប្រើប្រាស់ទី2កែទៅលើទិសដំណេករបស់គាត់ ចា៎ ទី3កែទៅលើថាតើហុងស៊ុយនៃបន្ទប់គេងរបស់គាត់ហ្នឹងគួរប្រើប្រាស់បែបណាទី4យើងណែនាំឲ្យគាត់លើកទឹកចិត្តឲ្យគាត់ឧស្សាហ៍ទៅ check up សុខភាពផ្នែកហ្នឹងគឺយើង specific ចុចឲ្យចំថាផ្នែកមួយណាដើម្បីឲ្យគាត់ផ្ដោតទៅលើផ្នែកហ្នឹងហើយ check ជាមួយពេទ្យបើសិនជាជំងឺនឹងកើតឡើងតើយើងគួរញ៉ាំអី food supplement បែបណាដើម្បីការពារជំងឺនឹងកើតឡើងប៉ុន្តែបើសិនជារាសីថ្ងៃខែឆ្នាំកំណត់យើងបង្ហាញថាយើងកើតជំងឺនឹងហើយ 100% នៅតែកើតគ្រាន់តែពេលដែលយើងកែបែបហ្នឹងពីកាចប្រែមក slot វិញអញ្ចឹងការ check រាសីហ្នឹងមានអត្ថប្រយោជន៍សំខាន់ខ្លាំងហើយជាពិសេសបងដែលគាត់អត់មានបុត្រពិបាកនៅក្នុងការមានបុត្រឬក៏មានហើយអត់នៅក៏អាចមើលដឹងតាមរយៈការមើលរាសីហ្នឹងផងដែរឬក៏អ្នកខ្លះទៅតែការថ្មីថ្មោងអត់តន់ចង់យក baby ទេតែដល់ពេលយើងមើលរាសីតម្រូវថាអូឆ្នាំហ្នឹងត្រូវតែមាន baby ឯង ល្អទៅសម្រាប់ មិនតម្រូវមិនល្អឯរបៀបថាយើងអត់តន់ចង់បាន baby ប៉ុន្តែដល់តែពេលយើងមើលរាសីទៅឃើញថាឆ្នាំហ្នឹងត្រូវមាន baby មិនល្អឯមាន baby មើលឃើញថាអាចនឹងមានទេ អាចនឹងមានហើយដឹងថាមានហើយអត់នៅទៀតអត់នៅនឹងអាចអត់នៅមានន័យថាគាត់ទៅវិញតាមរយៈធម្មជាតិឬក៏យើងប្រើវិទ្យាសាស្ត្រពេទ្យនៅក្នុងការយកគាត់ចេញ បាទ អញ្ចឹងយើងមានក្បួននឹងមើលទៀតបើសិនជាអត់តន់ចង់អ្នកដែលការថ្មីថ្មោងអត់តន់ចង់បាន baby ទេបើសិនជារាសីបង្ហាញថាមាន baby អញ្ចឹងប្រយ័ត្នអញ្ចឹងយើងគួរតែប្រយ័ត្នឲ្យបានខ្ពស់ ចុះមនុស្សយើងទាំងអស់ជាទូទៅគួរតែតាមដានរាសីឲ្យបានរាល់ថ្ងៃទេឬ check up រាល់ថ្ងៃមើលរាល់ថ្ងៃឬក៏ចាំបាច់អត់ឬក៏ជួយបានច្រើនទេបើសិនជាយើងមើលរាល់ថ្ងៃ នៅក្នុងការតាមដានរាសីលើកទឹកចិត្តឲ្យ check មួយឆ្នាំម្ដងប៉ុន្តែបើសិនជាយើង check មួយឆ្នាំម្ដងហើយមានន័យថាយើងដឹងព្រឹត្តិការណ៍សំខាន់ប្រចាំខែនីមួយៗពីព្រោះថាគ្រូចិនសាយជំនាញគាត់នឹង detail មួយឆ្នាំហ្នឹងមានព្រឹត្តិការណ៍ណាខ្លះដែលសំខាន់រយៈពេល12ឆ្នាំបន្ទាប់មកមួយឆ្នាំឧទាហរណ៍ក្នុងឆ្នាំ2025នេះ12ខែគាត់នឹង detail ព្រឹត្តិការណ៍សំខាន់រយៈពេល12ខែហ្នឹងប៉ុន្តែការដែលតាមដានរាសីជាប្រចាំថ្ងៃពិតជាសំខាន់ដែលយើងមិនអាចខ្វះបានអញ្ចឹងក្រៅតែពីមើលរាសីជាមួយចិនសាយជំនាញអាចមើលនៅក្នុង app My Destiny វាសនាខ្ញុំពីព្រោះថាចូលមើលត្រង់កន្លែងប៊ូតុងប៉ាជឿហ្នឹងអត់មានគិតសេវាអីទេយើងគ្រាន់តែបើកមើលប៊ូតុងប៉ាជឿដឹងថាតើខែនេះខែអីថ្ងៃនេះថ្ងៃអីយើងគួរប្រើប្រាស់សម្លៀកបំពាក់បែបណាទិសណាទិសហេងទិសណាទិសឆុងឬក៏ឥឡូវដូចគេមានប្រតិទិនពេញមួយឆ្នាំអញ្ចឹងយើងមានតែប្រតិទិនមួយនឹងនៅក្នុងដៃដាក់នៅតាមឡានឬក៏យើងទៅធ្វើដំណើរទៅណាមកណាបើកមើលតែប្រតិទិនហ្នឹងទៅយើងដឹងហើយថាថ្ងៃណាធាតុអីយើងគួរប្រយ័ត្នបែបណាខ្លះ ចាហើយរបៀបមើលក៏ក្រុមការងារយើងបានធ្លាប់បានបរៀនច្រើនដងដែរ បាទឬក៏ពេលដែលគាត់មកក្រុមហ៊ុនអាចសាកសួរបន្ថែមអំពីវិធីសាស្ត្រនៅក្នុងការមើលឬក៏របៀបកែពេលដែលធាតុនឹងចូលមកយើងគួរធ្វើបែបណាក៏យើងអាចសាកសួរក្រុមការងារបានដែរ អត់ទេជាក់ស្ដែងពិតជាមានអត្ថប្រយោជន៍មែនមើលទៅគឺត្រូវរឿងច្រើនបាទជាក់ស្ដែងខ្ញុំផ្ទាល់គឺបានប្រើប្រាស់ជាមួយនឹង app My Destiny វាសនាខ្ញុំគឺយើងអាចដឹងរាល់បញ្ហាអ្វីដែលអាចនឹងរៀបនឹងកើតមុនអីគឺយើងអាចបង្ការទៅបាទទោះបីជាពេលខ្លះថ្ងៃខ្លះល្អសម្រាប់យើងត្រូវលាបមាត់អីចឹងទៅមែនជាក់ស្ដែងគឺ ឃើញចឹងមែន ល្ងាចឡើងពឹបប្រពន្ធណាត់ញ៉ាំ buffet បណ្ដោយ ភ្លាមហ្មង បាទភ្លាមអូហើយណាត់នឹងប្រពន្ធអ្នកចេញលុយមិនហើយលាបមាត់ ទៅលុយនៅប្រពន្ធហ៎ ចាអរគុណច្រើនចាប្រិយមិត្តទាំងអស់គ្នានេះគឺជាគោលបំណងនៅក្នុងការចែករំលែកចាអត្ថប្រយោជន៍ដែលមាននៅពេលដែលយើងដឹងអំពីរបៀបក្នុងការឆែករាសីរបស់យើងជាប្រចាំឬក៏ឆែកជាឆ្នាំដែលមានគ្រូជំនាញចិនសាយពិតប្រាកដជួយដល់បងប្អូនទាំងអស់គ្នាអញ្ចឹងនៅវគ្គក្រោយយើងបន្តស្ដាប់ទៀតនៅការបកស្រាយពីវាគ្មិនគំយោទាំងពីរតែពេលនេះពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិន My Destiny វាសនាខ្ញុំជាឯផុងស៊ុយបាយបិទជាសាសដែលលោកអ្នកអាចតាមដានរាសីប្រចាំថ្ងៃរបស់លោកអ្នកតាមរយៈការទស្សន៍ទាយក្បួនប៉ាជឿការទស្សន៍ទាយលេខសាស្ត្រនិងវាស់ទិសត្រីវិស័យជាដើម
ប៉ាជឺគឺជាក្បួនទស្សន៍ទាយបែបវិទ្យាសាស្ត្រអាចឲ្យលោកអ្នកដឹងពីតួរាសីទាំង8និងដំណើរជីវិតរាសីចុះឡើងផងដែរលោកអ្នកក៏អាចធ្វើការទស្សន៍ទាយលេខទូរស័ព្ទលេខផ្ទះលេខរថយន្តនិងលេខធនាគារបានផងដែរចំណែកឯត្រីវិស័យវិញប្រើសម្រាប់វាស់ទិសហេងនិងទិសឆុងសូមដោនឡូតឥឡូវនេះ App My Destiny វាសនាខ្ញុំស្វាគមន៍បន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រឃើញថានៅពេលដែលលោកគ្រូទាំងពីរមានការបកស្រាយតាក់ទងជាមួយនឹងប្រធានបទរបស់យើងក៏ពិតគួរតែយ៉ាងហោចណាស់តាមដានឲ្យបានមួយឆ្នាំបាទជាមួយនឹងសិស្សរបស់យើង ព្រឹត្តិការណ៍ធំៗសម្រាប់ជីវិតយើងពេញមួយឆ្នាំនេះមិនមែនបងប្អូនអាចប្រើ app អីមើលខ្លួនឯងទីទួយអីតើតែបងប្អូនមកជួបចាជាមួយនឹងគ្រូជំនាញចិនសែននៅស្ថាប័នយើងបានបងប្អូនដឹងថាមួយឆ្នាំពេញហ្នឹងគួររៀបចំជីវិតបែបម៉េចអញ្ចឹងយើងខ្ញុំទាំងអស់គ្នាណែនាំឲ្យបងប្អូនធ្វើអញ្ចឹងព្រោះពិតជាបានផលមែនចាបន្តមកទៀតមានអ្វីដែលគួរបន្ថែមឬក៏ជំរាបជូនដល់ប្រិយមិត្តយើងឲ្យគាត់ទទួលបានប្រយោជន៍ពីវីដេអូនៅក្នុងសប្តាហ៍នេះបាទចាអញ្ចឹងតកតងជាមួយនឹងអត្ថប្រយោជន៍គឺខ្ញុំលើកយកនៅចំណុចមួយឧទាហរណ៍ថាគាត់ដឹងថាគាត់ជាបុគ្គលបែបណាអញ្ចឹងគឺគាត់ទៅមើលទៅលើទស្សថ្ងៃរបស់គាត់នឹងដឹងហើយថាថ្ងៃណាជាថ្ងៃលៀបរបស់គាត់ថ្ងៃណាគាត់ចេញទៅគាត់បានលៀបថ្ងៃណាគាត់ចេញទៅគាត់ចរចាល្អទៅលើរឿងឯកសារឬមួយក៏គាត់ត្រូវការអ្នក support បាទអញ្ចឹងគឺទៅលើថ្ងៃខែមួយគឺគាត់នឹងដឹងហើយនៅពេលដែលគាត់មានថ្ងៃខែតួថ្ងៃរបស់គាត់អញ្ចឹងគឺគាត់អាចធ្វើការ select ទៅលើពេលវេលាថាគាត់គួរតែទៅធ្វើអ្វីនៅក្នុងថ្ងៃណាម៉ោងណាចេញពេលណាហើយគាត់ដឹងថាតើពេលណាគាត់ចេញទៅមានរឿងឬក៏អត់ឧបទ្ទហេតុតាមផ្លូវឬក៏អីចឹងទៅគឺយើងអាចកំណត់ទៅលើពេលវេលានេះក៏ជាអត្ថប្រយោជន៍មួយដែលសំខាន់ផងដែរនៅពេលដែលយើងដឹងបាទអញ្ចឹងយើងដឹងថារឿងនៅពេលណាម៉ោងណាយើងនឹងជួបរឿងអីអញ្ចឹងយើងបង្ការបានណាឧទាហរណ៍ថាម៉ោងដែលគាត់ធ្វើដំណើរអញ្ចឹងការធ្វើដំណើរគឺយើងភាគច្រើនយើងនៅតាមផ្លូវអញ្ចឹងរឿងហេតុពេលខ្លះយើងពិបាកនៅក្នុងការគ្រប់គ្រងទោះយើងប្រយ័ត្នហើយក៏ដោយប៉ុន្តែរឿងភាគខ្លះយើងអាចប៉ះទៅឆុងឬក៏អីចឹងទៅតែនៅពេលដែលយើងចេញនៅក្នុងវេលាដែលមិនឆុងជាមួយនឹងខ្លួនយើងជាវេលាមួយដែល support ជាមួយយើងចេញទៅយើងនឹងទទួលបានអ្វីដែលល្អហើយការធ្វើដំណើររបស់យើងនឹងគឺសុវត្ថិភាពនឹងគឺខ្ពស់មែនទែនយានជំនិះក៏ជិះទៅក៏ស្រួលមិនងាយខូចពេលខ្លះយើងចេញទៅពុំតែប្រញាប់ផងចេញថ្ងៃខុសចេញទៅយានយន្តខូចក៏មានដែរទាំងដែលយានយន្តមិនមានបញ្ហាអ្វីសោះបាទសុកខូចដល់ពេលផុតម៉ោងឬក៏អីទៅយានយន្តបែរជាមកធម្មតានេះគឺថ្ងៃដែលយើងចេញទៅគឺឆុងជាមួយយើងអញ្ចឹងការងារអ្វីទាំងអស់ដល់ពេលដែលយើងចេញទៅគឺសុទ្ធតែជាហេតុមួយដែលបង្កឲ្យយើងពិបាកក្នុងការធ្វើតែងតែមានអីមកទប់យើងឬក៏បាំងយើងគឺបែបហ្នឹងតែងតែមានជួបហើយនៅក្នុងហ្នឹងគឺថ្ងៃម៉ោងពេលវេលាដែលមកជន់ត្រួតហ្នឹងគឺបែបហ្នឹងឯងហើយនៅពេលដែលផុតម៉ោងហ្នឹងទៅបែរជាធម្មតាមកវិញពេលខ្លះយើងពិបាកនៅក្នុងការឲ្យបងអតិថិជនឬក៏អ្នកទស្សនាទាំងអស់ជឿទៅលើរឿងហ្នឹងប៉ុន្តែគាត់អាចពិសោធន៍ដោយខ្លួនឯងបានទៅលើការប្រើនៅធៀបទាំងពេលវេលាថ្ងៃខែទាំងអស់ហ្នឹងថាគាត់នឹងបានអីមកវិញគាត់នឹងដឹងច្បាស់ដោយខ្លួនឯងនៅត្រង់ចំណុចនេះខ្ញុំចង់បន្ថែមពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃការមើលរិស័យនេះដែរបើយើងនិយាយភាសាអ្នក business វិញគេថា long term investment ឬក៏ long term planning ពីព្រោះថាការដែលយើងមើលថ្ងៃខែឆ្នាំកំណើតម៉ោងកត់ច្បាស់លាស់នេះគឺយើងដឹងរហូតដល់ពេលយើងទៅវិញបាទអញ្ចឹងយើងដឹងថាតើ10ឆ្នាំណាចន្លោះអាយុពីប្រមាណទៅប្រមាណយើងគួរ invest គួរតែវិនិយោគផ្នែកអី10ឆ្នាំណាយើងគួរចាយពេលជាមួយគ្រួសារ10ឆ្នាំណាយើងគួរចាយពេលបដិបដាកូនយើងដើម្បីឲ្យកូនយើងខ្លាយទៅជាអីឬក៏10ឆ្នាំណាយើងគួរប្រើប្រាស់ជីវិតចុងក្រោយរបស់យើងឲ្យមានន័យហើយមួយទៀតការដែលយើងមើលលម្អិតវិស័យថ្ងៃខែនេះបើនិយាយភាសាមួយទៀតគេថា know who you are ដឹងថាតើយើងជាមនុស្សបែបណាហើយមនុស្សដែលចូលមកក្នុងឆាកជីវិតយើងជាមនុស្សបែបណាជាមនុស្សដែលល្អឬក៏ចូលមកចាំតែបោកប្រាស់ឬក៏ជីវិតគូរបស់យើងនឹងល្អឬក៏មិនល្អឬក៏អធិស្ឋានអ្នកខ្លះគាត់ឆ្វាក់តែអ្នកដែលមានគូហើយគាត់មិនចង់បានអញ្ចឹងទេប៉ុន្តែអ្នកមកនឹងបោកប្រាស់គាត់មានគូហើយឬក៏ជីវិតគូគាត់កាចដាក់គាត់អត់ចំណុចខ្លះការប្រើហិង្សាទៅលើជីវិតគូក៏យើងដឹងដែរបាទឬក៏មួយទៀតដឹងថាតើកូនគាត់កតញ្ញូឬក៏មិនកតញ្ញូដឹងថាតើការងាររបស់គាត់ទៅថ្ងៃខាងមុខគួរតែគេហៅថា upgrade បែបម៉េចឧទាហរណ៍ថារិស័យអ្នកខ្លះស័ក្តិសមជាមួយនឹងអ្នករស់ស៊ីតែគាត់ជាមន្ត្រីរាជការអញ្ចឹងមានន័យថាគាត់បានដើរខុសផ្លូវបាត់
ចឹងពេលដែលគាត់ធ្វើមន្ត្រីរាជការក៏មិនសូវអំណោយផលហើយគាត់បែរជាជំនាញផងគាត់ទៅមន្ត្រីរាជការបាត់ហើយនឹងហើយដល់ពេលដែលស្អីអ្នកខ្លះសំជាមួយនឹងមន្ត្រីរាជការបែរទៅជារ៉ូស៊ីអញ្ចឹងអាចចំណុចនីមួយគឺយើងដឹងប្រភេទរិស័យរបស់យើងថាតើបើសិនជារិស័យយើងសមនឹងមន្ត្រីរាជការពេលដែលយើងធ្វើមន្ត្រីរាជការងាយនឹងឡើងតំណែងលឿនបើយើងសមជាមួយនឹងរ៉ូស៊ីពេលដែលយើងរ៉ូស៊ីគឺឆាប់ជោគជ័យលឿនអាហ្នឹងគឺជាចំណុចដែលពិសេសហើយបងដែលជាអ្នកលក់អនឡាញបើសិនជាយើងមានថ្ងៃខែឆ្នាំកណ្ដាលបងកាត់ច្បាស់លាស់ពេលដែលយើង live លក់ឬក៏យើងផុសផលិតផលនីមួយនៅក្នុង social platform របស់យើងគឺយើងអាចជ្រើសរើសថ្ងៃឬក៏វេលាដែលហេងបើសិនជាយើងអត់តន់ចេះមើលទេអាចមើលនៅក្នុង app My Destiny ថ្ងៃណាថ្ងៃផ្កាយ2ហើយថ្ងៃហ្នឹងហេងនៅទិសណាអញ្ចឹងយើង live នៅបន្ទប់ដែលយើង live ហ្នឹងបែរមុខទៅទិសណាដែលហេងយើងចាប់ផ្ដើមនិយាយពាក់ព័ន្ធមួយអីគេឧទាហរណ៍ថាថ្ងៃហ្នឹងថ្ងៃស្នេហ៍នៅទិសណាដែលហេងហើយបើថ្ងៃស្នេហ៍បែបហ្នឹងតើពេលដែលយើងចាប់ផ្ដើមក្បាលប្រធានបទ introduction របស់យើងមុននឹងការ live យើងយករឿងអីគេយកមកនិយាយដើម្បីជាទីចាប់អារម្មណ៍ពេលដែលយើងនិយាយទៅគឺផ្ទុះឬក៏ trending វីដេអូណាមួយដែលយើងត្រូវលើកយកមកនិយាយពាក់ព័ន្ធមួយក្នុងថ្ងៃនឹងជាក់ស្ដែងអញ្ចឹងបើសិនជាយើងដឹងតាក់ទិចហ្នឹងយើងអាចបំលែងពីព្រោះថារឿងរ៉ាវហេតុការណ៍ទាំងអស់ទូចដែលនៅជុំវិញខ្លួនយើងគឺបែងចែកទៅជាធាតុទាំង5ហ្នឹងតែបើយើងចេះបែងចែកអូរឿងនេះធាតុអីរឿងនោះធាតុអីថ្ងៃនេះធាតុអីយើងត្រូវការធាតុអីគួរធ្វើបែបម៉េចអាហ្នឹងគឺយើងអាចទាញអត្ថប្រយោជន៍បានច្រើនស្ដាប់ទៅបើសិនជាយើងទាំងអស់គ្នាចេះឆ្លៀតឱកាសយកក្បួនហុងស៊ុយពិតប្រាកដយកមកប្រើជួយការងារយើង business ជីវិតនិយាយទៅជួយគ្រប់ផ្នែកទាំងអស់បាទមួយទៀតបើសិនជាយើងអាចតាមដានការដឹងពីរិស័យរបស់យើងអាចដឹងពីជោគវាសនារបស់យើងហើយពេលខ្លះបើយើងចង់កែប្រែនៅជោគវាសនារបស់យើងក៏យើងអាចទៅមានវិធីទប់ស្កាត់ដែរឧទាហរណ៍ដូចជាពេលខ្លះគាត់ចេញទៅត្រូវជួបគ្រោះថ្នាក់អីមួយអញ្ចឹងគាត់អាចពង្វាគ្រោះថ្នាក់របស់គាត់វិញបានត្រឹមត្រូវបាទហើយអ្នកខ្លះគាត់មានបញ្ហាពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់បាទដំណោះដោយសារមាត់ឧទាហរណ៍ថាឆ្នាំហ្នឹងបង្ហាញថាគាត់ដំណោះដោយសារមាត់អញ្ចឹងបើសិនជាដំណោះដោយសារមាត់ហើយគេបង្ហាញទៀតបើមានបញ្ហាផ្លូវច្បាប់តើយើងប្តឹងឈ្នះគេឬក៏ចាញ់គេដឹងណាអញ្ចឹងបើសិនជាយើងប្តឹងចាញ់គេបើសិនជារិស័យយើងបែបហ្នឹងហើយទី1យើងជៀសវាងកុំឲ្យមានចំនួនពាក្យសម្ដីឬក៏ពាក់ព័ន្ធជាមួយនឹងឯកសារផ្លូវច្បាប់ទី2បើសិនជាយើងជ្រុលជាមានហើយធ្វើយ៉ាងណាដោះស្រាយក្រៅប្រព័ន្ធតុលាការហើយបើសិនជាឡើងទៅដល់តុលាការនៅមានការខាត់បងធ្ងន់ធ្ងរគឺអាចជួយបានគ្រប់ជ្រុងគ្រប់ផ្នែកទាំងអស់សំខាន់គឺប្រិយមិត្តបងប្អូនត្រូវតែសម្រេចចិត្តនៅក្នុងការជ្រើសរើសយកគ្រូដែលគាត់មានវិជ្ជាជីវៈពិតប្រាកដមានសិលធម៌ហើយចង់ជួយគាត់ពិតប្រាកដមែនក៏តែកន្លងមកក៏លើថាអ្នកខ្លះជប់គ្រូហុងស៊ុយហើយគាត់ទៅអូថាំងអត់បានផលឬក៏អត់ជួយគាត់អីច្រើនដូចតាមការដែលយើងផ្សព្វផ្សាយអីចឹងប៉ុន្តែខ្ញុំគិតថាប្រហែលជាមកពីបងប្អូនខ្លះគាត់ទៅជួបអ្នកផ្សេងហើយក៏អត់ត្រូវក៏មិនមែនជាក្នុងស្ថាប័នយើងដែរអញ្ចឹងយើងអត់ស្គាល់រឿងហ្នឹងទេចាអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនគួរតែមានការពិចារណាហើយមួយទៀតនៅពេលដែលក្រុមការងារយើងផលិតវីដេអូមួយពួកយើងតែងតែគិតមែនទេថាតើវីដេអូនេះចេញទៅបងប្អូនដែលអត់មានលទ្ធភាពនៅក្នុងការមកជួបជាមួយនឹងគ្រូហុងស៊ុយបងប្អូនក៏អាចមានប្រយោជន៍ពីវីដេអូរបស់យើងបានដែរមិនចាំបាច់ថាតើទៅមកជួបគ្រូតើទៅអស់លុយតើទៅផេតើអញ្ចឹងអត់ទេកន្លែងហ្នឹងហើយដែលយើងបង្កើតឲ្យមានកម្មវិធីរបស់យើងនេះឡើងចា៎បាទជាចុងក្រោយសម្រាប់លោកគ្រូស្រស់ក៏ដូចជាលោកគ្រូមេសាមានអ្វីបន្ថែមសម្រាប់ទស្សនិកជនក៏ដូចជាបាន fan របស់យើងទាំងអស់គ្នាសូមជម្រាបបាទសម្រាប់បងប្អូនដែលគាត់ដឹងអំពីធាតុត្រូវការរបស់គាត់ហើយអញ្ចឹងគឺខ្ញុំលើកទឹកចិត្តឲ្យគាត់ព្យាយាមប្រើឲ្យបានជាប្រចាំព្រោះនៅពេលដែលយើងប្រើធាតុត្រូវការរបស់យើងត្បិតតែយើងមិនទាន់ឃើញផលលឿនមែនប៉ុន្តែយើងនឹងទទួលផលសន្សឹមបាទហើយនៅពេលដែលយើងប្រើជាមួយនឹងធាតុត្រូវការរបស់យើងគឺយើងដឹងហើយថាតើធាតុនឹងធាតុអ្វីជាធាតុសុខភាពរបស់យើងជាធាតុលាបរបស់យើងឬមួយក៏ធាតុការពារខ្លួនរបស់យើងអញ្ចឹងដល់ពេលដែលយើងប្រើជាមួយនឹងធាតុដែលត្រូវការរបស់យើងទោះមានឧបសគ្គឬក៏រឿងហេតុណាមួយក៏នៅតែមានអីបង្ការខ្លួនយើងដែរឧទាហរណ៍ថាយើងប្រើធាតុត្រូវការរបស់យើងប្រសិនជាមានបញ្ហាតាមផ្លូវឬក៏គ្រោះថ្នាក់ចរាចរណ៍ក៏យើងរបួសស្រាលដែរព្រោះធាតុត្រូវការក៏ជាអាវក្រោះមួយការពារខ្លួនយើងដែរអញ្ចឹងគឺសូមឲ្យបងប្អូនដែលគាត់ដឹងអំពីធាតុត្រូវការហើយគឺសូមឲ្យគាត់ព្យាយាមប្រើជាប្រចាំយើងនឹងឃើញផលនៅពេលយូរនៅពេលខាងមុខបាទចាអរគុណសម្រាប់ការបកស្រាយពីចាលោកគ្រូស្រស់និងលោកគ្រូមេសានៅក្នុងវគ្គនេះអរគុណប្រិយមិត្តដូចគ្នាសម្រាប់ការតាមដានទស្សនាកម្មវិធីរបស់យើងហើយយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងវីដេអូដែលមានប្រយោជន៍ជាច្រើនជូនដល់ប្រិយមិត្តដែលជា fan របស់កម្មវិធីហុងស៊ុយ by វិទ្យាសាស្ត្រនៅពេលនេះក្រុមការងារទាំងអស់សូមជម្រាបលា